ជួយសួរនឹងសូមស្ដីពលមកនេះអញ្ចឹងនឹងយើងមកជួបជាមួយនឹងគ្រូសាស្ត្រថ្មីតកតទៅនឹងស្វ័យគុណអញ្ចឹងនឹងយើងមកបន្តជាមួយទៀតតកតទៅនឹង4.4គឺស្វ័យគុណនៃស្វ័យគុណ10អញ្ចឹងយើងមកមើលដល់គ្នាគេមាន10គុណចូលគ្នាចំនួន4ដងអញ្ចឹង10គុណចូលគ្នាចំនួន10ស្មើនឹងស្មើនឹង10000ប៉ុន្តែយើងនិយាយពីស្វ័យគុណវិញយើងឃើញថា10000នេះយើងអាចសេជាស្វ័យគុណបានសេមិនបាន10 ស្វ័យគុណ4ហេតុអីមិនសេ10 ស្វ័យគុណ4ហេតុអីដោយសារតែយើងឃើញថា10នេះគុណចូលគ្នាបានដង4ដងអញ្ចឹងយើងគ្រាន់តែសេ10នេះសតម៉ែនេះសន4អញ្ចឹងអា10000នេះយើងអាចសរសេរជា10 ស្វ័យគុណ4តោះណាអញ្ចឹងនេះជាផលគុណហើយចុះផលចែកដូចតែគ្នាទេយើងមាន1ចែកទាំងម៉ានរី10 100 1000 10000សែន1ចែកទាំងសែនអញ្ចឹងឃើញមិន 0.0001 យើងឃើញថាវាតិចមែនតើអញ្ចឹងបើសិនជាយើងសរសេរជាទម្រង់ស្វ័យគុណវិញយើងសរសេរបែបម៉េចអានេះជាចំនួនគុណធម្មតាប៉ុន្តែអានេះជាចំនួនទស្សភាគអញ្ចឹងចំនួនទស្សភាគយើងបាន10 ស្វ័យគុណដកប៉ុន្មានដក5ហើយមិនដក5ព្រោះអានេះជាចំនួនទស្សភាគអញ្ចឹងចំនួនទស្សភាគវាបានជានិទុសនជាចំនួនអវិជ្ជមានតោះណាអញ្ចឹងអាដក5ហ្នឹងយើងគ្រាន់តែរាប់0មក1 2 3 4 5តោះណាអញ្ចឹងនៅក្នុងអត្ថន័យស្វ័យគុណ10ហ្នឹងវាមានតែប៉ុណ្្នឹងឯងគេគ្រាន់តែឲ្យយើងបំលែងពីលេខច្រើននេះទៅជាទម្រង់ស្វ័យគុណអានេះក៏ដូចគ្នាទៅជាទម្រង់ស្វ័យគុណដូចគ្នាអញ្ចឹងចំពោះវីដេអូលោកគ្រូមានតែប៉ុណ្្នឹងបើសិនជាបងអូនមានចម្ងល់អីអាច comment នៅខាងក្រោមបានសូមអរគុណ